còn nhân tôi chắc là đúng cái cam cái cô đang cô nó chết bắt từ nãy giờ nhắm mắt trên phải cô tôi thà không nào khởi tiền và phải mang khởi tiền và được của bác trên là tôi không ăn nông niệm chia mặt đáy vô thà pe khá rõm côn con trong bàn ấy và con prap dương vô đi dân sải chân để dân ruộng chừng này là cá chui quạt tai pe khá dân anh đang thắc côn trong bàn ấy rồi có côn trời cá ấy côn khai ấy con khoác kha đập bấy đi chia ca chơi chập bỏ bụng ở đây cục liền chân nhung vô pi miệt đà bày đa đại cột miền cậu má autism tai cột pe khác cột mình ai vô cục giang côn bỏ cột bán mình đánh thằng cột phải bạ giang nè cha này cứ chỉ cùng rố muối nó không ở cam thị sập rồi kho bằng nhóm giống nhưng cái tha dương là miền chúng hiên nơi mình to tiền cha nó không ca thôi charity muối này cả មានតែអ្នកមានកូនអូទីសឹមនិងខ្សោយបញ្ញាទេទើបយល់អំពីទុក្ខលំបាកខ្លាំងប៉ុណ្ណាដំមុននេះលោកជំទាវញ៉ាមរកតកញ្ញាកុយអេណានិងលោកស្រីស៊ូសុភាបានបង្ហាញការរំជួយចិត្តនៅក្នុងថ្ងៃជួបកុមារជាច្រើននៅអង្គការមួយនេះកុមារអូទីសឹមនិងខ្សោយបញ្ញាបច្ចុប្បន្នបាននឹងកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសង្គមនៅក្នុងនោះក្រុមគ្រួសារពួកគាត់បានប្រឈមមុខទៅនឹងបញ្ហាជាច្រើនពិសេសលើការមើលថែនិងការអប់រំនិងការគ្រប់គ្រងកូននៅក្នុងបន្ទុកដែលខុសគ្នាខ្លាំងពីកុមារទូទៅស្ដាប់ការរៀបរាប់របស់អាណាព្យាបាលពួកគាត់ពិតជាលំបាកច្រើនរាប់ចាប់តាំងពីការមើលថែអប់រំនិងគ្រប់គ្រងពួកគាត់រហូតពួកគាត់ពោលទាំងស្រក់ទឹកភ្នែករៀបរាប់អំពីបញ្ហាប្រឈមដែលបាននឹងកំពុងតែជួបប្រទះមានការបញ្ជាក់ផងដែរថាពួកគាត់បានរងនៅវិបត្តិផ្លូវចិត្តត្បិតមានការរើសអើងពីមនុស្សមួយចំនួននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដែលការបញ្ជាក់នេះធ្វើឡើងគ្រាដោយលោកជំទាវញ៉ាមរកតនិងថ្នាក់ដឹកនាំក្រសួងកិច្ចការនារីកញ្ញាកុយអេណានិងលោកស្រីស៊ូសាភានាយិកាក្រុមហ៊ុនសាភាផ្សារធម្មជាតិ24បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសាកសួរសុខទុក្ខកុមារដែលមានពិការភាពខ្សោយបញ្ញានិងអូទីសឹមនៃអង្គការមូលនិធិកុមារពិការកាលពីថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025កន្លងទៅនេះលោកជំទាវញ៉ាមរកតបានពោលសរសើរលើកទឹកចិត្តទៅកាន់អាណាព្យាបាលទាំងអស់ដែលបានចូលរួមហើយបានមើលថែបំពេញភារកិច្ចបានយ៉ាងល្អប្រសើរជាមួយនឹងការផ្ដល់នូវដំបូន្មានមួយចំនួនសម្រាប់ពួកគាត់ផងដែរលោកជំទាវថាពួកគាត់ក៏គួរតែទទួលបានឱកាសនៃការអប់រំនិងការចូលរួមសកម្មភាពនានារបស់សង្គមដោយលោកជំទាវសន្យានៅក្នុងការជួយជំរុញឲ្យពួកគាត់ទទួលបានសិទ្ធិនិងការលើកទឹកចិត្តពីសង្គមយ៉ាងកញ្ញាកុយអេណាទូតសុឆន្ទៈក្រសួងកិច្ចការនារីនិងលោកស្រីស៊ូសាភានាយិកាក្រុមហ៊ុនសាភាផ្សារធម្មជាតិ24ក៏បានថ្លែងការកោតស្ញប់ស្ញែងចំពោះការលះបង់ការបំពេញភារកិច្ចបានយ៉ាងល្អរបស់អាណាព្យាបាលនៅក្នុងឱកាសនោះពួកគាត់និងសប្បុរសជនមួយចំនួនបានចូលរួមជួយលើកទឹកចិត្តនិងផ្ដល់អំណោយចាំបាច់មួយចំនួនក្នុងជីវភាពប្រចាំថ្ងៃមានទាំងសម្ភារៈប្រើប្រាស់សម្ភារៈលេងគ្រឿងឧបភោគបរិភោគផងដែរអារម្មណ៍ថាថ្លៃទៀតហើយព្រោះដោយសារយើងបានចុះនៅកម្មវិធីឆន្ទទីមួយទៀតហើយដែលនៅទីនេះយើងបានមកចុះជួបសមាជិកជាមួយនឹងបងប្អូនដែលគាត់មានអូទីសឹមចាតែបើទៅក្មេងៗហើយច្រើនបានអត់នៅមាននៅជាន់លើទៀតហ៎បងចាឥឡូវនេះគឺយើងកំពុងតែនៅត្រឹមជាន់ក្រោមទេចាអញ្ចឹងទីទៀតយើងនឹងទៅខាងលើចាសម្រាប់ CEO មិនដែរអារម្មណ៍ពេលនេះថ្លៃបងសប្បាយចិត្តដោយសារខ្ញុំនិងអេណាយើងធ្លាប់មានសកម្មភាពមួយគ្នាច្រើនដងដែរប៉ុន្តែលើកទី1ដែលខ្ញុំមកមណ្ឌលកុមារអូទីសឹមខ្ញុំអត់បានឃើញកុមារទាំងអស់ទេប៉ុន្តែខ្ញុំឃើញកុមារ4-5 នាក់គាត់ឈរទទួលយើងឃើញថាគាត់មានលក្ខណៈដូចមនុស្សយើងធម្មតាមានន័យថាមណ្ឌលពិតជាបានជួយកុមារបានច្រើនមែនទែនដោយសារតែ CEO ក៏ជាម្ដាយរបស់គេដែរចិញ្ចឹមកូនដែលថាគាត់មានសុខភាពធម្មតាកាយសម្បត្តិធម្មតានៅតែមានអារម្មណ៍ពេកណាស់ពិបាកហត់លើតែថាយល់ពីអារម្មណ៍ម្ដាយដែលគាត់ចិញ្ចឹមបីបាច់កុមារដែលគាត់មានជំងឺក៏តែគាត់ចិញ្ចឹមបាច់ក្នុងនាមជាម្ដាយយល់ថាពេលខ្លះអារម្មណ៍កូនគាត់ចង់បានអីបើគាត់ប្រាប់យើងយល់នេះយើងសប្បាយចិត្តដែលយើងរួមចំណែកในការជួយគាត់តែពេលខ្លះយើងអត់ដឹងថាកូនចង់បានអីឬក៏កូនត្រូវការអីកូនខ្លាចអីកូនខ្វះខាតអ្វីនេះជាការឈឺចាប់របស់ឪពុកម្ដាយគ្រប់គ្នាអញ្ចឹងខ្ញុំយល់ពីមាតាបិតាដែលគាត់មានកុមារអូទីសឹមតែគាត់ពេលខ្លះគាត់មិនអាចយល់គ្រប់យ៉ាងកូនរបស់គាត់បានមិនដឹងថាគាត់ពិបាកយ៉ាងណាឯណាមិនដែរនេះជាគម្រោងមួយនៅក្នុងចំណោមគម្រោងមួយចំនួនដែលជាសកម្មភាពសម្រាប់ឈ្មោះរបស់យើងមួយក៏បែបមិនដែរ
ចានេះគឺជាគម្រោងមួយនៅក្នុងកម្មវិធីសប្បុរសធម៌របស់ខ្ញុំអញ្ចឹងខ្ញុំគិតថាយើងនឹងមានជំហាននៅបន្តទៀតចានៅក្នុងការធ្វើ charity មួយនេះដែរដោយសារតែ CEO ហើយនឹងឯណាក៏ចូលរួមសកម្មភាពសប្បុរសធម៌ចាជាផងដែរពេលនេះក៏មាននាំពីអំណោយមួយចំនួនដែរមានគម្រោងក្នុងការបន្តសកម្មភាពជួយទៅដល់កិច្ចការងារសង្គមទៀតទេមានពួកយើងមានរហូតមានអត់ទីអត់ដែនកំណត់ទោះបីតិចក្តីច្រើនក្តីចិត្តឬឆ្ងាយទីណាត្រូវការជំនួយទីនោះគឺមានពួក